ការកាត់ក្តីនេះត្រូវបានគេមើលឃើញថាជាការចំអកដល់យុត្តិធម៌ប៉ុន្តែថានរណាបានសម្លាប់លោកជាវិជាមែនតើនោះហើយដោយមូលហេតុអ្វីដែរពួកយើងក៏ត្រឡប់ទៅកន្លែងការហេតុជាថ្មីស្ត្រីលក់កាសែតនោះបានអង្គុយនៅជិតលោកជាវិជានៅពេលដែលគាត់ត្រូវបានគេសម្លាប់ប៉ុន្តែគាត់ពុំដែលបាននិយាយជាសាធារណៈឡើយនៅអ្វីដែលគាត់បានឃើញបើយើងប្រាប់គេទៅហើយឃាតករវានៅរស់ឃាតករហ្នឹងវាដឹងថាយើងដឹងវាច្បាស់វាមកសម្លាប់យើងហើយ You have to understand her life អ្នកត្រូវតែយល់ថាជីវិតរបស់នាងគឺពិតជាស្ថិតក្នុងភាពគ្រោះថ្នាក់បើនាងផ្ដោកសិនស័ក្តិសិទ្ធិនិយាយរឿងពិតនេះប៉ូលីសមិនចង់ឮទេលោកយល់ទេនាងមិនអាចស្នាក់នៅក្នុងប្រទេសបានទេដើម្បីអាចប្រាប់រឿងនេះបានអ្នកស្រីសុធីត្រូវតែចាក់ចេញពីប្រទេសកម្ពុជាបន្ទាប់ពីបានពិគ្រោះយោបល់យ៉ាងច្រើនមកគាត់ក៏បានសម្រេចចិត្តឆ្លងដែនទៅប្រទេសថៃហើយស្វែងរកសិទ្ធិច្រកកោនផ្នែកនយោបាយហើយដល់ពេលដល់ថ្ងៃហ្នឹងអត់មានមនុស្សតែមកដងអត់មានមនុស្សសំបីតែអ្នកចូលទិញអត់មានណាមានតែខ្ញុំពីរអ្នកវិជាមកហើយចំណុចដែលខ្ញុំសំខាន់ជាងគេភ្នែកពួកអីឃាតករហ្នឹងពេលចូលមកភ្នែកវាកន្លាច់រហូតវាថាមកដល់វាថាមកដល់វាអត់មើលអីវាមកថាមើលមុខយើងហើយវាថាភ្នែកវាថាតាមសភាពការយើងតែម្ដងឃាតករហើយវិជាទល់មុខគ្នាតែម្ដងតាមតែខ្ញុំអង្គុយជាប់ហ្នឹងគឺថាឃាតករហ្នឹងវាលុបបាញ់ដំបងគឺបាញ់ក្បាលចំកន្លែងនេះតែគ្រាន់តែមិនគ្រាន់ចំមិនទាន់បានដកដង្ហើមស្រួលផងកំភ្លើងទី1ទៀតចំកន្លែងខាងឆ្វេងកន្លែងបេះដូងខាងឆ្វេងមកគ្រាប់ទៀតតែនៅពេលដែលស្លុតខ្លាំងពេកអញ្ចឹងខ្ញុំយំក៏លែងចាញ់ធ្វើអីក៏លែងកាត់ខ្ញុំមានពិនិត្យមួយថានឹងហៅឡានពេទ្យមកក៏លោអាចសង្គ្រោះគ្នាបានរស់ហ្នឹងខ្ញុំចូលទៅយកទូរស័ព្ទហៅឡានពេទ្យភ្លាមមកអត់មានព្រះអង្គទេហើយទៅពេលអញ្ចឹងទៅបានអ្នកហាងហ្នឹងគេនិយាយហើយនឹងនៅជាប់នឹងតូបខ្ញុំនោះមានអ្នកស្គីពាក់ស៊ីវិលម្នាក់ទៀតក៏គេឈរទូរស័ព្ទនិយាយអញ្ចឹងដែរអាហ្នឹងខ្ញុំឮគេភ័យនៅពេលដែលដឹងថាអាអ្នកនៅអង្គុយនឹងជាអ្នកបង្កប់ហើយបើថាឮថាការងារនឹងចប់ហើយគេធ្វើការងារនឹងចប់ហើយអាហ្នឹងនៅជាប់តូបគ្នាគេឈរទូរស័ព្ទនៅនឹងតែនឹងគេនិយាយទៅតែណាយើងអត់ដឹងទេណាប៉ុន្មាននាទីក្រោយមកក្រុមប៉ូលីសក៏បានមកដល់ដោយអ្នកខ្លះស្លៀកពាក់ឯកសណ្ឋានហើយអ្នកខ្លះទៀតស្លៀកពាក់ស៊ីវិលតាមសម្ដីអតីតមន្ត្រីប៉ូលីសបរិសម្នាក់នេះនិងម្នាក់នេះទៀតសុទ្ធតែជាប៉ូលីសបន្លំខ្លួនជាអ្នកយកព័ត៌មានយ៉ាងណាមិញទោះជាមានគ្នាច្រើនយ៉ាងណាក្តីក៏ពួកគេមិនអាចការពារទីកន្លែងកាត់ហេតុដែរនៅពេលបាញ់ឲ្យភ្លាមប្រហែលជា5នាទីក្រោយនៅពេលហ្នឹងគេចាប់ផ្ដើមយកចេញហើយយកចេញហើយតាក់លើបញ្ជាមកថាឲ្យយកចេញភ្លាមសពហ្នឹងអត់ទុកនៅនេះខ្ញុំបដាឲ្យចាប់ខ្ញុំមកជិះឥឡូវយកឲ្យអ្នកជំនាញយកឲ្យមកពួកឲ្យស្រួលព្រោះសិនមិនអាចយកចេញបានយកចេញទៅដល់មកសិនឡើងបញ្ញាបញ្ញោរឿងសពប្រមាត់កតារឿងមួយយ៉ាងម៉េចអត់រួចខ្លួនទេអត់រួចខ្លួន5ថ្ងៃក្រោយមកប៉ូលីសក៏បានបង្ហាញគំនូរពូពិភិនភាគអ្នកបាញ់ឲ្យតែរកឃើញខ្ញុំចាប់ឲ្យមើលព្រោះនេះសាកសីដែលនៅកន្លែងកើតហេតុគាត់បានឃើញច្បាស់ណាស់ហើយខ្ញុំក៏លើកលេខទូរស័ព្ទហ្នឹងមកខ្ញុំតែស្រីឲ្យហេងពៅហ្នឹងមិនមែនតែសួរសុខទុក្ខទេខ្ញុំថាលោកឯងធ្វើអញ្ចឹងខុសហើយឃាតករខ្ញុំអត់មានឆ្លើយថាខ្ញុំឃើញមុខមិនលោកឯងថាសាកសីឃើញអញ្ចឹងខ្ញុំលើកនៅទីនេះខ្ញុំសូមឲ្យបងប្អូនទាំងអស់កក់ក្ដៅណាកក់ក្ដៅទៅជាស្អីក៏ខ្ញុំសុខចិត្តដែរព្រោះយ៉ាងណាវែងរយុទ្ធធម៌ជុំជនស្រុកត្រង់ឲ្យបានឃាតករនេះរូបហ្នឹងមិនដូចតែម្ដងដូចខ្ញុំបញ្ជាក់ឲ្យអ្វីដែលគេធ្វើសិតតែคล้ายទេ
បើខ្ញុំសុំអ្នកយកព័ត៌មានមេត្តាគុំដាក់បញ្ចាក់តូបកសែតចឹងណាខ្ញុំឆ្លើយខុសមួយម៉ាត់ហ្នឹងលោកបានខុសធ្ងន់ណាសុំទោសកុំឲ្យសរសេរបើមានចេតនាជួយលោកជាវិជាមែនគុំសរសេរឈ្មោះបញ្ចាក់តូបកសែតចឹងណាតែបើមានចេតនាមិនជួយលោកជាវិជាដាក់ចុះ ទោះជាបនសំណាងស្ថិតនៅចម្ងាយ40ម៉ាយក៏ដោយនៅពេលឃាតកម្មកើតឡើងក៏រូបគំនូរនោះដោយគាត់ណាស់គាត់បានធ្វើការនៅអសដ្ឋានមួយហើយត្រូវចាប់បានពេលលួចដោយក្រុមហ៊ុនទាឲ្យគាត់សងប្រាក់វិញតែម្ដាយបនសំណាងខ្លាចគេរឹបអូសយកផ្ទះគាត់ ដែលដឹងរឿងបាត់លុយក្រុមហ៊ុនហ្នឹងខ្ញុំក៏វាមិនបានគិតអីអត់ដល់ក៏នឹកឃើញតែកាត់ការកូនចាឲ្យកូននឹងរៀងមិនមែនថាកាត់ការកូននឹងខលខូចអីទៅធ្វើចឹងគឺគ្មានទេ បន្តិចក្រោយពីលោកជាវិជាត្រូវបានសម្លាប់ប៉ូលីសបានសុំរូបថតបនសំណាងពីគាត់មួយសន្លឹក នេះគឺរូបភាពកូនខ្ញុំបូនសំណាងដែលខ្ញុំយកទៅដាក់នៅសង្កាត់ ប៉ុន្មានថ្ងៃក្រោយមកប៉ូលីសក៏បង្ហាញរូបគំនូរនេះតែម្ដង ចាបើខ្ញុំកុំកាត់ការអត់ទេកូនខ្ញុំអត់មានរឿងអាក្រក់អញ្ចឹងមកជាប់ខ្លួនចា ចឹងហើយនេះពេលមិនមែនរឿងហ្នឹងអញ្ចឹងគេត្រូវមើលគេឆែកមើលក្នុងចំណោមមនុស្សទាំងអស់ហ្នឹងបើមិនបូនសំណាងមួយហើយណាមកខាងចូលមកខាងទៀតសម្ព័ន្ធដែរអ្នកឯងជួយរកមួយអញ្ចឹងគេឲ្យអាហ្នឹងទៅឆ្លើយដាក់កូនរបស់ខ្ញុំតាមការពិតកូនរបស់ខ្ញុំមិនដឹងអីសោះ មានផុសតាងណាមួយភ្ជាប់លោកសុកសំអឿនទៅនឹងបទអក្រិតនោះឡើយប៉ុន្តែឈ្មោះរបស់គាត់បែរជាមាននៅក្នុងចម្លើយសារភាពរបស់បនសំណាងទៅវិញហេតុអ្វីចម្លើយចេញពីចៅម្នាក់ឈ្មោះយិនលឿន ហើយខ្ញុំធ្លាប់ចាប់គាត់បានក្នុងឆ្នាំខ្ញុំចាំថ្ងៃមិនបានទេតែខ្ញុំចាំក្នុងឆ្នាំ94ហើយឲ្យគាត់បំពាក់បំពល់ស្មារតីឲ្យគាត់ធ្វើកិច្ចការឲ្យពេលខ្លះគាត់ជាមនុស្សខូចដែរដូចមានគាត់ស្គាល់ចៅអញ្ចឹងបាទដល់ចៅហ្នឹងវាលួចអីបានឬក៏គាត់ដឹងមិនចែកចំណែកគាត់ទៅរាយការណ៍ឲ្យប៉ូលីស អ្នកទាំងពីរបានទាស់សម្ដីគ្នាហើយនៅថ្ងៃបន្ទាប់យិនលឿនក៏បានថ្លែងប្រាប់រឿងនេះដល់ប៉ូលីសដោយចាប់ប្រកាន់សុកសំអឿននិងអ្នកដទៃទៀតថាជាមេក្រុមឃាតករដៃដល់វាមិនពិតទាល់តែសោះប៉ុន្តែដោយសំណុំរឿងរបស់បនសំណាងដែរគឺវាបានបង្ហាញដល់លោករស្មីហ៊ុនសុង ក្រោយមកបន្តិចសុកសំអឿនត្រូវចាប់ខ្លួនពីបទមនុស្សឃាត អាឌឿនអ្នករៀបចំអាឌឿនជាមួយមេខាទួលគូក៏ឌឿនហើយខ្ញុំចាប់ខ្ញុំដល់អ្នកឌឿនចាប់ប៉ូលីសក៏បានផ្ដល់ផុសតាងជាកន្លឹះមួយទៀតគឺកំភ្លើងធ្វើឃាត នៅពេលដែលបាញ់ភ្លាមហើយនៅពេលដែលបាញ់ចប់ហើយឃាតករហ្នឹងគឺថាវាដាក់តែពេលហ្នឹងមិនឃើញវាដាក់កំភ្លើងចូលក្នុងអាវវាហ្នឹងហើយវាដើរចេញទៅគឺថាចេញទៅអញ្ចឹងត្រង់តែម្ដង គេខ្លួនហើយយកអាវុធនេះយកទៅលក់អត់យកអត់ទៅយកទៅលាក់ទុកនៅនឹងគុំថ្នោតមួយផ្លូវបៃតាយើងក្នុងខណ្ឌ10 ប៉ូលីសថាគេបានរកឃើញកំភ្លើងនេះនៅជិតគល់ថ្នោតមួយហើយបនសំណាងជាអ្នកយកមកដាក់ទីនេះ យើងបានយកអាវុធនេះទៅធ្វើកសលបច្ច័យបានឆ្លើយមកកសលបច្ច័យបានបញ្ជាក់ដូចនឹងគ្រាប់កំភ្លើងនៅកន្លែងការហេតុព្រឹកថ្ងៃទី 22 នៅក្នុងប្រទេសកម្ពុជានៅពេលអ្នកចង់សម្លាប់អ្នកណាម្នាក់អ្នកស្វែងរកអ្នកមានកំភ្លើងលោកហើយនៅខ្ញុំពុំមានកំភ្លើងទេតើអ្នកណាគេជាអ្នកមានកំភ្លើងប៉ូលីសយោធានឹងឯងខ្ញុំមិនអាចនិយាយលម្អិតជាងនេះទៀតបានឡើយ ខ្ញុំមិនដើរទេសូម្បីតែអាកគេរៀបរៀងទាំងអស់លោកគេវាយបង្ខំមកខ្ញុំបដិទ្ធមេដៃបង្ខំខ្ញុំបដិទ្ធមេដៃឲ្យដឹកខ្ញុំយកទៅកន្លែងកំភ្លើងទៀត
ប៉ុន្តែយោងទៅតាមចម្លើយសាកសីទាំងឡាយនោះបនសំណាងបានស្ថិតនៅក្រុងអ្នកលឿងជាមួយមិត្តស្រីរបស់គាត់ទេនៅពេលដែលលោកជាវិជាត្រូវគេសម្លាប់ទោះជាយ៉ាងណាក្តីប៉ូលីសនៅតែរកឃើញកំភ្លើងនៅក្នុងវាលស្រែដ៏ស្ងាត់ជ្រងំមួយនេះសូមបញ្ជាក់ឲ្យឃើញថាសកម្មភាពនេះវាបានធ្វើសកម្មភាពដោយពិតប្រាកដមែនមិនអាចប្រកែកបានរឿងជាផ្លូវការកំពុងតែត្រូវវាយប្រហារបានវាយប្រហារតាមសារព័ត៌មានហើយប៉ូលីសក៏វិលត្រឡប់ទៅអ្នកលឿងវិញ4នាក់ឬក៏5នាក់ខ្មៅក្នុងផ្ទះខ្ញុំហ្នឹងអ្នកធ្វើមេធំមួយគាត់នឹងនិយាយថាបើខ្ញុំមិននិយាយតាមដោយគាត់ពីនិយាយគាត់នឹងធ្វើបាបក្នុងគ្រួសារខ្ញុំហើយមុតសំណាងហ្នឹងក៏គាត់មិនដោះលែងដែរនាងឯងប្រាប់តាមសម្ដីខ្ញុំណាបើមិនប្រាប់តាមសម្ដីខ្ញុំនាងឯងប្រយ័ត្នខ្ញុំថាហ្នឹងអត់មានរឿងអីខ្ញុំប្រយ័ត្នទេគម្រាមតែខ្ញុំឯងព្រោះអីក៏ខ្ញុំដឹងរឿងហ្នឹងការពិតអាហ្នឹងគឺគាត់ហ្នឹងចេះនិយាយឲ្យខ្ញុំហ្នឹងនិយាយដោយពាក្យគាត់ក្នុងគ្រួសារអត់មានស្អីទេបើអត់និយាយដោយពាក្យគាត់ក្នុងគ្រួសារត្រូវតែបាត់នេះគឺជាវរៈសេនីយ៍ហ៊ុនសុងជាមនុស្សតែមួយដែលបានចាប់ខ្លួនមនុស្សទាំងពីរនាក់គឺបនសំណាងនិងសុកសំឿនលោកវរៈសេនីយ៍លីរ៉ាស៊ីជាអ្នកជួយគាត់ហើយជាអ្នកប្រាប់ឲ្យបនសំណាងនិយាយដូចក្នុងចម្លើយសារភាពអ្នកទាំងពីរស្ថិតក្រោមបញ្ជាលោកហេងពៅដែលដឹកនាំការស៊ើបអង្កេតករណីលោកជាវិជាតាំងពីដំបូងMany senior police officers in ក្រៅពីកម្លាំងចេញមុខធម្មតាមន្ត្រីប៉ូលីសជាន់ខ្ពស់នៅកម្ពុជាមួយចំនួនមានកម្លាំងក្រោមបង្កប់ផ្សេងទៀតដែលគេហៅថាកម្លាំងសម្ងាត់មនុស្សទាំងនេះគឺទទួលខុសត្រូវក្នុងការអនុវត្តការងារក្រៅផ្លូវការដែលគេហៅថាការងារអាក្រក់កិច្ចការនេះមានតាំងពីការជួញដូរអាភៀនជួញដូរមនុស្សជាប់ពាក់ព័ន្ធក្នុងការចាប់ចម្រិតនិងការធ្វើឃាតអាពួកអន់សិតតែពួកឃាតករដៃដល់នៅពេលដែលបាញ់ខ្ញុំរត់ទៅប្រហែលជាដួល10ម៉ែត្រដួលខ្ញុំដួលហ្នឹងគេយករូបថតមកខ្ញុំមើលខ្ញុំថានឹងហើយកដាលនេះមិនវាទៅបើលឹះមានតែជើងមួយខាងទៀតវាអត់ដែរទៅស្លាប់ខ្លួនវាទេសិតតែកូនចៅវិញចំទាំងអស់ឥឡូវនេះខ្ញុំដឹងកំណឹងទៀតណាមាន7នាក់ទៀតដែលសម្រាប់ជីស្រួលធ្វើឃាតអ្នកមានតំណែងនៅក្នុងកម្លាំងប៉ូលីសកាន់តែខ្ពស់កម្លាំងបង្កប់ក៏មានអំណាចកាន់តែខ្លាំងដែរហើយវាពិតណាស់ថារឿងបែបនេះមានរហូតដល់កម្ពុជាវាច្បាស់ណាស់ថាលោកហុកឡុងឌីអគ្គស្នងការប៉ូលីសតែម្ដងមានក្រុមធ្វើការងារក្រហ្វក់ជាច្រើនឲ្យគាត់មេធំបំផុតរបស់កងប៉ូលីសគឺលោកឧត្តមសេនីយ៍ផ្កាយ4ហុកឡុងឌីជាមនុស្សដៃស្ដាំរបស់លោកហ៊ុនសែនហុកឡុងឌីគឺជាពេជ្ឈឃាតនៅលើលោកនេះហុកឡុងឌីមានអំណាចដូចជាព្រះគេអាចសម្រេចបានអ្នកណាដែលត្រូវរស់និងអ្នកណាដែលមិនត្រូវបើសិនជាគេសម្រេចថាអ្នកអាចរស់បាន1ម៉ោងពេលនោះអ្នកនឹងអាចរស់បាន1ម៉ោងពេលដែលគេចង់ធ្វើអីហ្នឹងគេប្រជុំគ្នាដូចហុកឡុងឌីហៅមកប្រជុំអញ្ចឹងមានហេងពៅមានអីអញ្ចឹងទៅដែលអ្នកដៃដល់ចិត្តដូចថាខ្លាំងហ៊ានគេប្រជុំអញ្ចឹងទៅបានគេបន្តមកដូចឲ្យគេឲ្យហេងពៅហ្នឹងរកក្មេងៗដែលចេញទៅធ្វើកម្មភាពទៅប្រទេស2 3នាក់អញ្ចឹងទៅគេឲ្យមុខសញ្ញាគេឲ្យរូបថតពេលដែលយើងចុះទៅហ្នឹងគឺយើងដឹងថាមុខសញ្ញារបស់យើងហ្នឹងមានគោលដៅវត្តភ្នំហ្នឹងបានន័យថាកម្លាំងរបស់ម៉ូតូយើងហ្នឹងគឺតាមវារហូតគេបញ្ជាមកពីលើគឺឲ្យសម្រាប់អ្នកហ្នឹងទេប៉ុន្តែករណីដែលគេឲ្យសម្រាប់ហ្នឹងគេថាបើពួកខ្ញុំពួកដែលគេធ្វើហ្នឹងបើករណីវាពិបាកយើងបាញ់វាចោលតែកន្លងមកដែលពួកនឹងធ្វើឲ្យគឺវាយកឲ្យក្រពើស៊ីតើលោកនៅកន្លែងចិញ្ចឹមក្រពើប្រមាណដងដែរច្រើន many ច្រើនជាង10 please ច្រើនវិញច្រើន